តាព្រះយេស៊ូវយាងជាមួយពួកសិស្សរបស់ទ្រង់បានឃើញបុរសម្នាក់ដែលខ្វាក់ភ្នែកតាំងពីទ្រង់កើតមកពួកសិស្សឆ្ងល់ថាហេតុអ្វីបានជារឿងនេះកើតឡើងហើយសួរថាលោកគ្រូតើបុរសម្នាក់នេះបានធ្វើអ្វីខុសទេឬពុកម្ដាយរបស់គាត់បានធ្វើអ្វីខុសទើបគាត់កើតមកខ្វាក់ភ្នែកព្រះយេស៊ូវឆ្លើយដោយស្រទន់ថាគ្មាននរណាម្នាក់ធ្វើអ្វីខុសទេរឿងនេះបានកើតឡើងដើម្បីឲ្យឫទ្ធានុភាពដ៏អស្ចារ្យរបស់ព្រះអាចមើលឃើញនៅក្នុងជីវិតរបស់គាត់ខណៈពេលដែលនៅជាថ្ងៃយើងត្រូវតែធ្វើការងារដែលព្រះបានចាត់ឲ្យខ្ញុំមកធ្វើយប់នឹងមកដល់នៅពេលដែលគ្មាននរណាម្នាក់អាចធ្វើការបានខណៈពេលដែលខ្ញុំនៅក្នុងលោកនេះខ្ញុំជាពន្លឺនៃលោកីបន្ទាប់មកព្រះយេស៊ូវបានលុតជង្គង់ចុះរើសដីបន្តិចពីដីហើយស្ដោះទឹកមាត់លើវាដើម្បីធ្វើភក់ទន់ទ្រង់ដាក់ភក់លើភ្នែកបុរសនោះយឺតបុរសខ្វាក់ភ្នែកអាចមានអារម្មណ៍ថាដៃដ៏ទន់ភ្លន់របស់ព្រះយេស៊ូវហើយយឺសំឡេងដ៏សប្បុរសរបស់ទ្រង់ព្រះយេស៊ូវមានបន្ទូលថាចូលទៅលាងភ្នែករបស់អ្នកនៅក្នុងស្រះស៊ីឡោមបុរសនោះមិនដឹងថាមានអ្វីកើតឡើងទេប៉ុន្តែគាត់បានទុកចិត្តលើព្រះបន្ទូលរបស់ព្រះយេស៊ូវគាត់បានដើរដោយប្រុងប្រយ័ត្នតាមដងផ្លូវដោយមានអារម្មណ៍ថាពន្លឺព្រះអាទិត្យប៉ះនឹងស្បែករបស់គាត់ស្ដាប់សំឡេងជុំវិញខ្លួនហើយចងចាំយ៉ាងច្បាស់នៅអ្វីដែលព្រះយេស៊ូវបានប្រាប់គាត់ឲ្យធ្វើពេលគាត់មកដល់ស្រះទឹកគាត់បានអញ្ចោះលើកទឹកឡើងហើយលាងភក់ចេញហើយបន្ទាប់មកមានរឿងអស្ចារ្យមួយបានកើតឡើងពន្លឺបានហូរចូលមកក្នុងភ្នែករបស់គាត់ពណ៌រូបរាងនិងមុខបានលេចចេញមកជាលើកដំបូងក្នុងជីវិតរបស់គាត់អាចមើលឃើញមនុស្សដែលធ្លាប់ស្គាល់គាត់មានការភ្ញាក់ផ្អើលអ្នកខ្លះសួរថាគាត់នេះមិនមែនជាបុរសដែលធ្លាប់អង្គុយសុំទាននៅតាមផ្លូវទេគាត់អ្នកខ្លះទៀតនិយាយថាគាត់មែនហើយនោះជាគាត់ប៉ុន្តែអ្នកខ្លះប្រកែកថាគាត់ទេវាគ្រាន់តែមើលទៅដូចជាគាត់បុរសនោះបាននិយាយយ៉ាងម៉ឺងម៉ាត់ថាគាត់ពិតជាខ្ញុំមែនគាត់ពួកគេបានសួរថាគាត់តែឥឡូវនេះអ្នកអាចមើលឃើញដោយរបៀបណាគាត់និយាយថាគាត់បុរសឈ្មោះយេស៊ូវបានលាបធូបលើភ្នែករបស់ខ្ញុំគាត់បានប្រាប់ខ្ញុំឲ្យលាងក្នុងស៊ីឡូអាមខ្ញុំបានធ្វើតាមអ្វីដែលទ្រង់មានបន្ទូលហើយឥឡូវនេះខ្ញុំអាចមើលឃើញហើយពួកគេបានសួរថាគាត់តើព្រះយេស៊ូវនៅឯណាឥឡូវនេះបុរសនោះឆ្លើយដោយស្មោះត្រង់ថាខ្ញុំមិនដឹងទេប្រជាជនបាននាំគាត់ទៅជួបពួកផារីស៊ីដែលជាមេដឹកនាំសាសនាដោយសារតែថ្ងៃនោះជាថ្ងៃសប្បាតពួកគេបានសួរគាត់ដោយប្រុងប្រយ័ត្នតើអ្នកមើលឃើញដោយរបៀបណាពួកគេបានសួរគាត់បានដាក់ភក់លើភ្នែកខ្ញុំបានលាងភ្នែកហើយឥឡូវនេះខ្ញុំអាចមើលឃើញបុរសនោះបានឆ្លើយពួកផារីស៊ីខ្លះបាននិយាយថាព្រះយេស៊ូវនេះមិនមែនមកពីព្រះទេព្រោះទ្រង់បានព្យាបាលនៅថ្ងៃសប្បាតប៉ុន្តែអ្នកផ្សេងទៀតបាននិយាយថាតើមនុស្សមានបាបអាចធ្វើអភូតហេតុបែបនេះដោយរបៀបណាពួកអ្នកដឹកនាំបានឆ្លោះប្រកែកគ្នាហើយមិនអាចសម្រេចចិត្តថាត្រូវគិតយ៉ាងណានៅតែមិនពេញចិត្តពួកគេបានហៅឪពុកម្ដាយរបស់បុរសនោះតើនេះជាកូនប្រុសរបស់អ្នកមែនទេតើគាត់កើតមកខ្វាក់ភ្នែកមែនទេតើគាត់អាចមើលឃើញដោយរបៀបណាឥឡូវនេះឪពុកម្ដាយបាននិយាយថាមែនហើយនេះជាកូនប្រុសរបស់យើងហើយគាត់កើតមកខ្វាក់ភ្នែកប៉ុន្តែរបៀបដែលគាត់មើលឃើញឥឡូវនេះយើងមិនដឹងទេសូមសួរគាត់ដោយខ្លួនឯងពួកគេខ្លាចព្រោះអ្នកណាដែលនិយាយថាព្រះយេស៊ូវជាព្រះមេស៊ីអាចត្រូវទទួលទោសដូច្នេះពួកផារីស៊ីបានហៅបុរសនោះម្ដងទៀតចូលប្រាប់ការពិតនៅចំពោះព្រះពួកគេបាននិយាយយើងដឹងថាព្រះយេស៊ូវជាមនុស្សមានបាបបុរសនោះឆ្លើយថាខ្ញុំមិនដឹងថាទ្រង់ជាមនុស្សមានបាបឬអត់ទេប៉ុន្តែមានរឿងមួយដែលខ្ញុំដឹងខ្ញុំធ្លាប់ខ្វាក់ភ្នែកហើយឥឡូវនេះខ្ញុំមើលឃើញពួកគេសួរម្ដងទៀតថាតើទ្រង់បានធ្វើអ្វីដល់អ្នកតើទ្រង់បានធ្វើឲ្យភ្នែករបស់អ្នកភ្លឺដោយរបៀបណាបុរសនោះនិយាយថាខ្ញុំបានប្រាប់អ្នករួចហើយហេតុអ្វីបានជាអ្នកមិនចង់ស្ដាប់តើអ្នកចង់ក្លាយជាសិស្សរបស់ទ្រង់ដែរទេពួកអ្នកដឹកនាំបានខឹងអ្នកជាសិស្សរបស់ទ្រង់ពួកគេស្រែកយើងដើរតាមម៉ូសេហើយពួកគេបានបណ្ដេញគាត់ចេញពីសាលាប្រជុំពេលព្រះយេស៊ូវវាអ្វីដែលបានកើតឡើងទ្រង់បានទៅរកបុរសនោះព្រះយេស៊ូវតែងតែយកចិត្តទុកដាក់ចំពោះអ្នកដែលរងរបួសរាយការណ៍ពេលព្រះយេស៊ូវរកឃើញគាត់ទ្រង់បានសួរដោយសប្បុរសថាតើអ្នកជឿលើកូនមនុស្សទេបុរសនោះឆ្លើយថាតើលោកម្ចាស់ជានរណាខ្ញុំចង់ជឿលើទ្រង់ព្រះយេស៊ូវមានបន្ទូលថាអ្នកបានឃើញទ្រង់ហើយទ្រង់ជាអ្នកដែលកំពុងនិយាយជាមួយអ្នកឥឡូវនេះចិត្តរបស់បុរសនោះពោពេញដោយអំណរព្រះម្ចាស់ឲ្យខ្ញុំជឿគាត់និយាយហើយគាត់បានថ្វាយបង្គំព្រះយេស៊ូវមានបន្ទូលថាខ្ញុំបានមកក្នុងលោកនេះដើម្បីឲ្យអ្នកដែលខ្វាក់អាចមើលឃើញសេចក្តីពិតហើយអ្នកដែលគិតថាខ្លួនមើលឃើញនឹងយល់ថាខ្លួនត្រូវការព្រះបណ្ណា